សូមលើកហាត់បួងសួងកោះអថន្តគុណខ្មែរឲ្យរបើកឡើងអភិនិហានិមិត្តឡើងលើកស្ទួយជាតិខ្មែរឲ្យបានកុំថ្កើងបានសុខសែនសានក្នុងសម័យសន្តិភាពបាទសម្រាប់ពេលនេះខ្ញុំបានក៏សូមគោរពអញ្ជើញវត្តមានកីឡាករបង្គោលខៀវមកពីប្រទេសជប៉ុនលោកស្រីនាងកញ្ញាស្វាគមន៍បង្គោលខៀវតៃម៉ូហ៊ីសៃឥឡូវនេះហើយឡើយបាទចិត្តដល់ម៉ោងប្រកួតសម្រាប់អ្នកទាំងពីរហើយត្រៀមរួចហើយចាំត្រៀមប្រងព្រឹត្តប្រកួតGens ស្វារីជស័យគុណខ្មែរគឺអន្តរជាតិទី6គឺជាគោលប្រកួតដណ្ដើមខ្សែក្រវ៉ាត់ដែលចូលសន្តិភាពទឹកទី1 round 1បាទទឹកទី1 round 1ទុតជើងក្រោមពីតៃម៉ូទុតខលើរបស់ចម្រើនចូលកណ្ដាប់ដៃរបស់តៃម៉ូទុតមួយជើងរបស់តៃម៉ូទុតជើងក្រោមពីចម្រើនសងទៅវិញតៃម៉ូឆក់បានម្ដាយពីតៃម៉ូមួយដៃចូលពីចម្រើនមួយដៃទៀតពីតៃម៉ូទុតមួយជើងទុតទៅទុតមកទុតមកវិញពីចម្រើនទុតមួយជើងពីតៃម៉ូទុតមួយជើងពីណែទុតទៅទុតមកទុតទៀតពីចម្រើនទុតមួយជើងពីចម្រើនទុតពីចម្រើនអាយ៉ាទុតពីចម្រើនឃើញកន្លែងនេះចាមួយដៃពីសងពីតៃម៉ូហាក់មួយចម្រើនតៃម៉ូដាក់ចូលទុតពីចម្រើនមួយដៃរបស់តៃម៉ូឆ្ងាញ់ដូចកែនស្មើជាក់ចូលកណ្ដាប់ដៃរបស់ចម្រើនតៃម៉ូទុតមួយជើងចាប់ជាប់លោកអញ្ញាកណ្ដាលត្រកងបានអត់អីទេដើរចូលពីតៃម៉ូទុតជើងកែងរបស់ចម្រើនមួយដៃមិនហើយទុតមួយជើងពីចម្រើនចាប់ជើងបានពីតៃម៉ូបាទមិននេះចម្រាញ់កែងរបស់ចម្រើនទាត់ជើងក្រោមពីតៃម៉ូបត់កែងពីចម្រើនទៅហើយអាយមួយកែងពីចម្រើនដេញវាយតៃទាត់មួយជើងចូលកណ្ដាប់ដៃអត់បានទេអាយមានអ្វីប្រែប្រួលដើរចូលពីតៃម៉ូកែងរបស់ចម្រើនបែកអត់បែកឬមិនបែកតៃម៉ូបាត់ទៅហើយដើរចូល1-2របស់ចម្រើនទាត់មួយជើងពីចម្រើនចាប់ជើងកាច់ទម្លាក់ពីតៃម៉ូអាយចម្រើនកែងរបស់ចម្រើនបាទឆាក់មួយរបស់តៃម៉ូចម្រើនទាត់ជើងក្រោមបែបអាមរៃមកឆាកលែងខ្លួនចូលរបស់តៃម៉ូកែងទៅកែងមកប្រច្រាស់គ្នាអត់ចេញទេមួយកែងរបស់ចម្រើនកែងរបស់តៃម៉ូអីសីដាច់ឈានរបស់តៃម៉ូអីសៃណាជិតទុតកាប់មកវិញរបស់ចម្រើនត
តៃម៉ូកែងរបស់តៃម៉ូបាក់កែរបស់ចម្រើនជាស្រ័យធាក់មួយទាត់ជើងក្រោមរបស់ចម្រើនអីយ៉ាបាទតៃម៉ូដើរចូលឆក់បានមួយចេញមកលើចម្រើនកណ្ដាប់ដៃរបស់ចម្រើនចេញមកវិញកែចាប់ទឹកទី1បាទរូបភាពបាទចាប់បញ្ជូនមកវិញទឹកដីខណ្ឌកំពូលរាជធានីភ្នំពេញបាទហំបាញ់មិញនេះបាទស្មានដល់បែកតៃម៉ូតាមពិតបាទអត់ទាន់អីទេបាទទស្សនិកជនបាទអ្វីដែលពិសេសសម្រាប់ចម្រើនគុណខ្មែរបាទអាដាមវ៉ាសុធាដែលជាស្វាមីលោកជំទាវញ៉ាជូបមានអគ្គនាយិកាក្រុមហ៊ុនតាន់ក្រុមលោកឧបត្ថម្ភជូន2លានរៀលដែលជាការលើកទឹកចិត្តបាទក៏ដូចជាលោកជំទាវឡៅកំលៀងពីហាងបាទមុខទឹកគុយប៉ារីក៏ឧបត្ថម្ភអាវដ៏ស្រស់ស្អាតបាទមួយជូនទៅដល់ចម្រើនគុណខ្មែរដូចគ្នានេះកាប់មកកែងបាទឆ្ងាញ់ជាតិដូច Gensberg មកកែងគុណខ្មែរនេះកន្លែងនេះដែលខ្ញុំស្រែកភ្លាត់អំបញ្ញមិនស្មានថាបែកតាមពិតមែនទេខ្សែដៃរបស់ចម្រើនវត្តទៅលើបកវិញរបស់តៃម៉ូកាប់មកកែងទៀតរបស់ចម្រើនបាទក្នុងទឹកអំបញ្ញមិននេះតៃម៉ូអែលក្បាល2ដងក៏ស្មានថាបែកដោយសារចូលពេញបាទតែអត់អីបាទអូបាទក៏ក្រៅសម្រាប់ប្រកួតនេះចូលដល់ការប្រកួតជាបន្តបាទលើយើងចូលដល់ទឹកទី2ហើយ Games វ៉ារីជស័យគុនខ្មែរគឺអន្តរជាតិទី6គឺជាគូប្រកួតដណ្ដើមខ្សែក្រវ៉ាតេជោសន្តិភាពទឹកទី2 round 2បាទទឹកទី2 round 2តៃម៉ូចូលហើយតៃម៉ូចម្រើនទាត់មួយជើងចាប់ជើងបានកែងចាប់លោកអញ្ញាកដានមកបែកចេញសិនអត់អីទេទៅទៀតតៃម៉ូដើរចូលទាត់ជើងក្រោមពីតៃម៉ូទាត់មួយជើងរបស់ចម្រើនចាប់ជើងពីតៃម៉ូដើរចូលឆក់បានដៃរបស់តៃម៉ូក្បាច់នេះប្រើបានជោគជ័យទៅលើវត្តថងតែមិនជោគជ័យជាមួយចម្រើនទេពេលនេះទៅទៀតអូយមួយជើងខ្វែងគ្នាមកដាច់ចំហរបស់ចម្រើនតៃម៉ូចូលទៀតហើយឆក់បាដៃពីតៃម៉ូចម្រើនទាត់អត់ទៅពីតៃម៉ូទាត់មួយជើងចូលចាំជំនីតែចូលមួយដៃវិញដែរតៃម៉ូដើរចូលទាត់មួយជើងអត់ដល់អូយខ្នងដៃអេសូបាទក្បាច់នេះក៏ធ្លាប់ផ្ដួលដៃគូឲ្យស្លាប់បានច្រើនដែរតៃម៉ូដើរចូលទាត់ជើងក្រោមពីតៃម៉ូចូលដៃដូចគ្នាចូលដៃរបស់តៃម៉ូមួយដៃរបស់តៃម៉ូទៀតញាក់មួយបោះជង្គង់អត់ចេញបាទចម្រើនជាប់នៅបង្គោលស្ពានឈាមចំបោះឲ្យចម្រើនតៃម៉ូចូលមួយជើងពេញរបស់ចម្រើនមួយដៃរបស់តៃម៉ូអត់ចូលហេបាទនេះបានគេហៅថាការប្រកួតដោយជួយចិត្តពី Gensberg កែងរបស់តៃម៉ូដៃរបស់តៃម៉ូទាត់មួយជើងពីចម្រើនអត់ចេញបួងដៃពីរដៃអត់ចូលដៃរបស់តៃម៉ូទាត់មួយជើងក៏មិនត្រូវទាត់ជើងក្រោមពីតៃម៉ូទាត់ជើងក្រោមពីចម្រើនឆក់មួយដៃដូចគ្នាតៃម៉ូមួយដៃរបស់តៃម៉ូមួយជើងអត់ត្រូវខ្នងដៃសូក៏មិនចូលមួយពីររបស់តៃម៉ូពេញសាច់ទាត់ជើងក្រោមរបស់អ្នកទាំងពីរដូចគ្នាទាត់ជើងក្រោមចម្រើនកណ្ដាប់ដៃតៃម៉ូ Gensberg លើកទួយគុណខ្មែរទៅទៀតទាត់មួយជើងរបស់ចម្រើនមួយដៃរបស់តៃម៉ូទាត់ជើងក្រោមរបស់តៃម៉ូមួយដៃរបស់ចម្រើនសងមកវិញកែងតែអីសៃដាច់របស់ចម្រើនពីរដៃសងមកម្ដាយវិញរបស់ចម្រើនបត់កែងមួយកែងទៀតអត់ចូលទេមួយដៃទៀតអត់ចូលមកឆាកលែងខ្លួនអូយមកមួយដៃចូលដាច់ចំហរបស់តៃម៉ូមួយដៃទៀតរបស់ចម្រើនពីរដៃទាត់មួយជើងកែងរបស់ចម្រើនចាប់ទឹកទី2បាទនេះរូបភាពបានបញ្ជូនមកវិញទឹកដីខណ្ឌកំពូលរាជធានីភ្នំពេញបានបញ្ជូនដល់ Gensberg លើកស្ទួយកីឡាករគុនខ្មែរឡើងដល់កម្រិតពិភពលោកអូយបាទអ្នកទាំងពីរមានទៅមានមកបាទពីរទឹកហើយសម្រាប់ចម្រើននិងតៃម៉ូបាទយើងចាំមើលគាត់បាទឆ្ងាញ់ដូចគ្នា
បែរនេះរូបភាពយឺតបត់មួយកែងស្ទាំងឆាបមកទៀតឆក់មកដៃប៉ាំងទៅដាច់ច្មោរបស់តៃម៉ូបាទអញ្ចឹងទឹកផ្ដាច់ព្រាត់ចាំមើលការប្រកួតរបស់អ្នកទាំងពីរបាទយើងនៅសល់មួយទឹកទៀតការប្រកួតខ្សែក្រវ៉ាត់នៃជូសុនទីភៀមណែទឹកចង្ក្រៅហ្គេមស្វារីកសៃគុនខ្មែរគឺអន្តរជាតិទី6គឺជាគូប្រកួតដណ្ដើមខ្សែក្រវ៉ាត់នៃជូសន្តិភាពទឹកទី3ដែលជាទឹកផ្ដាច់ព្រាត់ Final Round ទឹកទី3ដែលជាទឹកផ្ដាច់ព្រាត់ចូលហើយទាត់មួយជើងចូលដៃរបស់តៃម៉ូចាប់កាច់ទម្លាក់អត់ទេលោកអញ្ញាកណ្ដាលជួយសិនដើរចូលបន្តតៃម៉ូចូលទាត់មួយជើងទៀតចូលមកដៃរបស់ចម្រើនអត់ដល់កាច់ទម្លាក់ពីតៃម៉ូចម្រើននៅខាងក្រោមតៃម៉ូដើរចូលដដែលយកចូលមួយជើងទៀតរបស់ចម្រើនអូវីវ៉ឥឡូវហើយមួយដៃអត់បាក់បេះផុតបន្តិចទៅទៀតទុតជើងក្រោមទាត់មួយជើងអីអើយវ៉ាន់ថងពេជ្រសម្បត្តិថ្ងៃនេះចម្រើនសងសឹកបានអត់មួយដៃទេមួយជើងរបស់ចម្រើនមួយជើងរបស់ចម្រើនមួយជើងរបស់ចម្រើនមិនអីមួយពីររបស់តៃម៉ូមួយជើងរបស់ចម្រើនទៀតមួយដៃរបស់ចម្រើនទាត់ជើងរបស់តៃម៉ូកែងរបស់ចម្រើនមួយបាទឈុតសេនីវ៉ាន់ថងពេជ្រសម្បត្តិចម្រើនសងសឹកបានឬមិនបានកែនស្មាក់ជួយគុនខ្មែរដើរចូលតៃម៉ូមួយដៃអត់ត្រូវមួយដៃត្រូវរបស់តៃម៉ូតែទាត់ជើងក្រោមកែងរបស់ចម្រើនធាក់មួយរបស់តៃម៉ូទាត់មួយជើងទៅទៀតខ្នងដៃសូជង្គង់កែបាទទាយខុសមកប្រទេសទៀតហើយអើយអើយចាប់ទឹកឥឡូវហើយខាងណាខាងនេះមួយជើងកែងចម្រើននៅសល់42ទៀតបាទឈុតស្រីវ៉ាន់ថងពេជ្រសម្បត្តិកំពុងតែចាប់អត់តៃម៉ូចូលមួយដៃផុតទាត់មួយជើងកែងកែងអាយអើយទៅហើយតៃម៉ូមួយដៃពីតៃម៉ូសងមួយដៃទៀតពីតៃម៉ូដើរចូលទាត់មួយជើងពីចម្រើនទាត់ពីតៃម៉ូនេះអូយអាយអើយចិត្តចាប់ហើយមួយដៃសងមួយដៃវិញទាត់មួយជើងមួយដៃទៀតពីតៃម៉ូមួយដៃចាប់ជាប់កែទឹកទី3ត្រូវបានបញ្ចប់មួយទាំងអស់គ្នាបាទតៃម៉ូឬក៏ចម្រើនឬក៏តៃម៉ូបាទឈុតសេរីវ៉ាន់ថងពេជ្រសម្បត្តិកំពុងតែចាំអត់មើលថាតើចម្រើនជាយ៉ាងណាចម្រើនសងសឹកឲ្យបានឬមិនបានអត់ក្រហមឬខៀវណែទស្សនារឿងយឺតចូលដៃរបស់តៃម៉ូចម្រើនឆក់កែងឆ្វេងតៃម៉ូកិច្ចភ្នួផឹកនេះមកកែងកាប់របស់ចម្រើននេះចូលដៃរបស់ចម្រើនឆ្វេងបាទកន្លែងនេះរៀងងាមបន្តិចតៃម៉ូចូលកាប់មកកែងទៀតរបស់ចម្រើនដេញតាមទៅទៀតឲ្យចម្រើនដឹងខ្យល់ទួហាន់កន្លែងនេះបាទនៅសល់តែការប្រកាសលទ្ធផលតែប៉ុណ្ណោះរូបភាពកាប់មកកែងទៀតរបស់ចម្រើនបាទរតនសុធីពេជ្រសម្បត្តិឈុតសេរីវ៉ាន់ថង
ចាំមើលថាចម្រើនអាចធ្វើបានឬក៏អត់អាស្រ័យទៅលើគណៈកម្មការទាំង5រូបបាទយើងចាំមើលគណៈកម្មការទាំង5រូបដែលជាអ្នកប្រកាសលទ្ធផលជាផ្លូវការអាយ៉ាបាទបងប្អូនចាំមើលលទ្ធផលសិនបាទអូបាទឥឡូវនេះយ៉ាងណាហើយបងប្អូនបាទក្រហមឬខៀវបងប្អូនបាទណែបងប្អូននៅកបូលអត់ទៅណាបាទចាំប្រកាសលទ្ធផលបាទតោះខ្ញុំបាទក៏សូមប្រកល់ទូនាទីជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការចា៎ខ្ញុំសូមអរគុណសូមអបអរសាទរកំបងកោះក្រហមចម្រើនគុតខ្មែរបាទអបអរសាទរចម្រើនគុតខ្មែរតែនឹងទៅបាននៅជ័យជំនះលើដៃម៉ូហ៊ីសៃបាទបាននៅខ្សែក្រវ៉ាត់ទៅជួសន្តិភាពប្រភេទវុន61គីឡូក្រាមចូលទៅកាន់ក្លឹបគុនខ្មែរដូនតាអូយបាទឃើញទេបាទលោកនេះទីមិនដែរអន់ចាំងនៅបាទអន់ចាំងដោយខ្ញុំប្រាប់ចឹងថាអ្វីគ្រប់យ៉ាងគឺអាចនឹងប្រែប្រួលនៅលើសង្វៀនអរគុណបាទខ្ញុំបាទក៏សូមគោរពអញ្ជើញវត្តមានបាទគណៈធិបតីបាទអញ្ជើញជាកិត្តិយសនៅក្នុងការបំពាក់នៅខ្សែក្រវ៉ាត់បាទជូនដល់កីឡាករម្ចាស់ជាលេបេបាទកីឡាករនៃព្រះរាជាណាចក្រកម្ពុជារបស់យើងគោរពអញ្ជើញវត្តមានអាដាមវ៉ាសធានដែលជាស្វាមីលោកជំទាវញ៉ាជុំមានអគ្គនាយកការក្រុមហ៊ុនថនក្រុមបាទគោរពអញ្ជើញ Mr. Brun បាទតំណាងម្ចាស់ឧបត្ថម្ភកម្មវិធីបាទស្រាបៀរ Gensberg បាទគោរពអញ្ជើញវត្តមានលោក Tommy Kim ដែលជាប្រធាន IPCC នៅក្នុងប្រទេសកម្ពុជាបាទក្រុមអញ្ជើញបាទតែជាតំណាងបាទអាដាមបាទតែមើលបាទលោកក៏អញ្ជើញចូលរួមដើម្បីធ្វើពិធីបំពាក់នៅខ្សែក្រវ៉ាត់បាទជូនដល់ម្ចាស់ជាលេបេបាទនៅក្នុងថ្ងៃនេះផងដែរបាទអូយបាទថ្ងៃនេះបាទបងប្អូនយើងបាទគឺអបអរសាទរទាំងអស់គ្នាជាមួយនឹងក្រវ៉ាត់ដែលជួសន្តិភាពនេះខ្សែក្រវ៉ាត់ទេជួសន្តិភាពប្រភេទទម្ងន់61គីឡូក្រាមដែលនាំមកជូនដោយ Gensberg បាទប្រកល់ជូនអាដាមវ៉ាសធាបាទលោកក៏ធ្វើពិធីបំពាក់បាទរួមគ្នាបាទជាមួយប្រជាឧបត្ថម្ភកម្មវិធីរបស់យើងបាទសូមរូបថតនៅសម្រាប់អបអរសាទរម្ដងទៀតដល់ចម្រើនគុនខ្មែរបាទមានតែគុណបរមការបាទបរមការមួយទៀតបាទជូនដល់ Mr. Brun បាទដែលជាតំណាងម្ចាស់ឧបត្ថម្ភបាទស្រាបៀរ Gensberg បាទថ្ងៃនេះបាទចម្រើនពិតជាធ្វើបានល្អបាទនាំមកខ្សែក្រវ៉ាត់បាទទៅជួសន្តិភាពចូលទៅកាន់ក្លឹបគុនខ្មែរដូនតាបាទតែជាខ្សែក្រវ៉ាត់បាទគេហៅថាទី2បាទបន្ទាប់ពីភក្តីគុនខ្មែរជោគជ័យនៅបាទប្រទេសកូរ៉េបាទនាំមកជូនក្លឹបគុនខ្មែរដូនតាបាទអរគុណបាទលោកស្រីនាងកញ្ញាជាទីមេត្រីពីកម្មវិធី Gensberg រាជសីគុនបាទនៅថ្ងៃនេះក៏ដល់ទីបញ្ចប់ហើយណាអរគុណសម្រាប់វត្តមានគណៈធិបតីដែលលោកអញ្ជើញជាកិត្តិយសបាទធ្វើពិធីបំពាក់ខ្សែក្រវ៉ាត់ជូនដល់ម្ចាស់ជាលេបេនៅក្នុងថ្ងៃនេះ